ជំងឺខ្លះៗដែលបង្កឡើងដោយប៉ារ៉ាស៊ីតនៅពេលដែលត្រីត្រូវពួកប៉ារ៉ាស៊ីតតោងជាប់ទៅលើសារពាង្គកាយហ្នឹងអ្នកចិញ្ចឹមត្រីអាចជ្រើសរើសប្រើវិធីសាស្ត្រដូចខាងក្រោមនេះមានដូចជាការដាក់បន្ទះឫស្សីបន្ទះក្តារបន្ទះឈើកំប៉ុងឲ្យអណ្តែតលើផ្ទៃទឹកស្រះនៅក្នុងរយៈពេល2ទៅ3ថ្ងៃម្ដងត្រូវតែប្រមូលវត្ថុទាំងនោះចេញហើយហាលថ្ងៃឲ្យស្ងួតដើម្បីសម្លាប់ពពួកសត្វចម្លងមេរោគដែលតោងជាប់វត្ថុទាំងនោះរួចដាក់ចូលទឹកវិញធ្វើដូចនេះហើយរហូតដល់ពិនិត្យឃើញថាអស់ប៉ារ៉ាស៊ីតពីក្នុងស្រះត្រីអាចប្រើប៉ូតាស្យូមប៉ែម៉ង់ហ្គាណេស KMN04 ចំនួន2ទៅ4មីលីក្រាមក្នុង1លីត្រទឹកស្រះដាក់ចំនួន2ដងដោយក្នុងមួយសប្តាហ៍ឬដាក់អំបិលចំនួន25មីលីក្រាមចំនួន1លីត្រពី2ទៅ3ដងក្នុងមួយខែការចាប់ត្រីទាំងអស់ដែលមាននៅក្នុងស្រះដាក់ចូលទៅក្នុងល្បាយទឹកអំបិលដែលមានកំហាប់ 2.5 ភាគពាន់ក្នុង1លីត្រទឹកត្រូវដាក់អំបិលចំនួន25ក្រាមឬក៏ប្រើទង់ដែងសូហ្វាតចំនួន 0.5 មីលីក្រាមក្នុង1លីត្រទឹករយៈពេលពី1ទៅ2នាទីអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាមានចម្ងល់អាច comment នៅខាងក្រោមបានអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ